mà là mỏ ba bị xua ba bị xua không là mà là mỏ ba chẳng mỏ ôi còn đặc điểm mà là mỏ đặc tăng ở văn đặc tăng mà đứa mỏ tao mỏ á chẳng có chung cái đi mỏ mà cái đá đấy mỏng ai tôi thua mà thầy bye mỏ mà là mỏ đâu lại bộ dương gặp phong tại hiệp trong làn lực đạn làn đấy nó khoảng nó hàng đó phò cái chặt chay lực co lực ấy chẳng tới hàng đi sầy nhóm đã thêm sầy của nhóm chỉ sầy chơi cho anh lực là bao phần môn ban đi trong miền tây đây hiệp trong ní cứ cái chập chết dương hiệp trong đó ní cứ miền mà chọn ai quạt miền mông khui cái tê nào ấy hay nặng tăng ai quạt từ mà cái chập xẹp bỏ hay dương miền ở tật sọt miền mi miền tật đọc cô miền thầy nghĩa sạch phát hai cái đôi chỉ sạch khổ á hay nặng bọc ấy cứ dân hiệp mà cả chọc đôi kiaទាំងអស់chỉ chốt xemទៀតចឹងនៅពេលដែលយើងរៀបចំពេញឡានហើយគឺយើងចាប់ផ្ដើមដឹកចេញទៅភ្លាមហ្មងប៉ុន្តែឡានរបស់យើងមិនមែនចង់ដំណឹងទេនេះគ្រាន់តែឡានជើងទី1សម្រាប់ថ្ងៃហ្នឹងយើងនឹងមានឡានចេញទៅបន្តទៀតហើយយើងនៅតែទទួលជំនួយពីអ្នកទាំងអស់គ្នាមិនថាជាថវិកាបងប្អូនអាចចូលរួមតាមរយៈ QR code របស់ខ្ញុំបានហើយក៏បើមិនសិនជាមានស្បៀងនិងសម្ភារៈអាចយកមកដល់ហើយគាត់ដល់សវណ្ណានេះបានព្រោះទីទៀតយើងបន្ថែមរោងរបស់យើងឲ្យធំជាងនឹងទៀតហើយខាងនោះក៏យើងបិទដែរនិយាយទៅលេខរោងទីនេះអីអស់ហើយចាក្នុងគ្រានេះគឺសំខាន់បានជួយបងប្អូនជនភៀសសិទ្ធកោដែលយើងទៅដំបងគេហើយមួយទៀតខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹងការបាញ់ថវិកាមកតាមរយៈ QR ហ្នឹងបើសិនជាបងប្អូនគាត់មានការច្រឡំគាត់បាញ់មកច្រឡំឬមួយក៏មានបំណងចង់ឲ្យខ្ញុំបាញ់ត្រឡប់ទៅវិញខ្ញុំសូមឲ្យលើកព្រាមដៃ10សុំទោសមែនតើខ្ញុំអាចបាញ់ត្រឡប់ទៅវិញបានទេប៉ុន្តែបងប្អូនអាចតាក់ទងទៅធនាគារដើម្បីឲ្យគេប្រកក់លុយនឹងបានមូលហេតុដែលខ្ញុំអាចបាញ់ត្រឡប់ទៅវិញដោយសារតែខ្ញុំធ្លាប់មានបទពិសោធន៍កាលពីលើកមុនហ្នឹងអញ្ចឹងដូចគ្នាគេតាក់ទងមកថាអូគាត់បាញ់មក2ដងគាត់បាញ់មកច្រឡំសូមខ្ញុំបាញ់ត្រឡប់ទៅវិញអញ្ចឹងខ្ញុំត្រូវចំណាយពេលអង្គុយមើលប្រតិបត្តិការថាគាត់ពិតជាបាញ់លុយមកអត់អញ្ចឹងវាខាតពេលដោយសារតែក្នុងមួយនាទីអ្នកទាំងអស់គ្នាគឺអ្នកចូលរួមច្រើនមែនតើអញ្ចឹងយើងត្រូវអង្គុយ scroll មើលហើយដល់ពេលដែលយើងបាញ់ទៅមានអ្នកខ្លះគាត់ខូចគាត់តាក់ទងទៅធនាគារហើយឲ្យគេប្រកក់លុយហ្នឹងអញ្ចឹងដល់ពេលដែលខ្ញុំបាញ់ទៅលុយហ្នឹងចូលvàoក្នុង account របស់គាត់ហើយគាត់ប្រកក់លុយហ្នឹងគឺលុយចូលគាត់2ដងអញ្ចឹងជៀសវាងកុំឲ្យមានរឿងកើតឡើងបែបហ្នឹងម្ដងទៀតអញ្ចឹងដើម្បីបង្ការសុវត្ថិភាពទាំងអស់គ្នាសូមការយោគយល់ត្រង់កន្លែងហ្នឹងមុននឹងបាញ់សូមពិនិត្យមើលឲ្យច្បាស់ចាអរគុណ